តអញ្ចឹងយើងចូលដោះស្រាយសមីការអញ្ចឹងដោះស្រាយសមីការដោយសមីការរបស់យើងមានទម្រង់ជាប្រភាគអញ្ចឹងបើសមីការយើងមានទម្រង់ជាប្រភាគគឺយើងត្រូវតម្រូវភាគបែងនេះឲ្យដូចគ្នាអញ្ចឹងយើងមើលតួនេះមានភាគបែង2តួនេះមានភាគបែង1តួនេះមានភាគបែង3និងតួនេះមានភាគបែង1អញ្ចឹងភាគបែងរួមរបស់យើងគឺ6អញ្ចឹងយើងត្រូវតម្រូវភាគបែងឲ្យមាន6ទាំងអស់គ្នាអញ្ចឹងយើងដោះស្រាយមកអញ្ចឹង x ភាគបែង2យើងត្រូវគុណថែមនឹង3ដើម្បីឲ្យបាន6អញ្ចឹងភាគបែងគុណនឹង3ចានេះភាគបែងគុណនឹង3ភាគយកនេះគុណនឹង3ដែរអញ្ចឹងយើងបាន x គុណជាមួយនឹង3ចំណែកឯបូកជាមួយនឹងលេខ3លេខ3នេះគឺមានភាគបែង1អញ្ចឹងយើងត្រូវគុណជាមួយនឹង6អញ្ចឹងភាគយកនេះគុណនឹង6ដែរអញ្ចឹងយើងបានទៅជា1គុណនឹង6ភាគយកនេះគុណនឹង6ដែរស្មើជាមួយនឹងតួនេះរបស់យើងនេះមានភាគបែង3អញ្ចឹងយើងត្រូវគុណនឹងប៉ុន្មានឲ្យបាន6យើងត្រូវគុណនឹងប៉ុន្មានឲ្យបាន6ភាគបែង3យើងត្រូវគុណនឹង2អញ្ចឹងភាគយកនេះភាគយក x នេះក៏យើងត្រូវគុណជាមួយនឹង2ដែរណាចំណែកឯតួនេះវិញគឺដក5ដក5មានន័យថាមានភាគបែង1អញ្ចឹងយើងត្រូវចា5នេះមានន័យថាមានភាគបែង1អញ្ចឹងយើងត្រូវគុណជាមួយនឹង6ដើម្បីបានភាគបែង6ហើយភាគយកនេះគុណនឹង6ដែរអញ្ចឹងយើងមើលរបស់យើងភាគបែងយើង6ទាំងអស់គ្នានេះ2គុណនឹង3 6 1គុណនឹង6 3គុណនឹង2 6 1គុណនឹង6គឺ6អញ្ចឹងភាគបែងដូចគ្នាទាំងអស់គឺយើងលុបភាគបែងចោលណាយើងលុបភាគបែងនេះចោលទៅយើងនៅសល់តែភាគយកនេះទេនេះនៅសល់តែភាគយកនេះទេអញ្ចឹងយើងបានយើងបាន x គុណនឹង3គឺយើងបាន 3x ចាបូកនឹង3គុណនឹង6អញ្ចឹង3 6ដង18ស្មើនឹង x គុណនឹង2អញ្ចឹងយើងបាន 2x ចាយើងបាន 2x ដកជាមួយនឹងចា5គុណនឹង6អញ្ចឹងស្មើជាមួយនឹង30អញ្ចឹងអស់ភាគបែងហើយអស់ភាគបែងយើងធ្វើតាមទម្រង់របស់យើងដឺការ៉េទី1យើងត្រូវលើកតួ x នេះមកខាងឆ្វេងនិងលើកលេខ18នេះមកខាងស្ដាំទុកដាក់លេខចំណែកខាងឆ្វេងនេះទុកដាក់អថេអក្សរទុកដាក់អក្សរអញ្ចឹងយើងបាន 3x នៅដដែលកន្លែងនេះបូកនេះបូក 2x យើងទៅលើកមកខាងនេះទៅជាដក 2x យើងបានទៅជាដក 2x ស្មើចំណែកខាងនេះយើងទុកដាក់លេខចឹងលេខរបស់យើងមានដក30ហើយបូក18នេះលើកមកខាងនេះបានដក18អញ្ចឹងចម្លើយរបស់យើងគឺបានដក30ដក18ចឹងយើងគិតលេខដែលនេះមកនេះ 3x ដក 2x ស្មើប៉ុន្មានស្មើនឹង x ចាហើយដក30ដក18ស្មើនឹងប៉ុន្មានដក30ដក18ចាស្មើនឹងប៉ុន្មាននឹងដក48អញ្ចឹងនេះចម្លើយរបស់យើងហ៎អញ្ចឹងយើងដាក់ដូចនេះបានហើយដូចនេះចាសមីការចាមានឬx ស្មើនឹងដក48